ខ្ញុំធ្លាប់បានសម្រេចចិត្តខុសដោយបានផ្លាស់ប្ដូរខ្ញុំនឹងពីអ្នកដែលធ្លាប់រស់ស៊ីខ្លួនឯងមកធ្វើការជាបុគ្គលិកឲ្យគេរហូតមកដល់បច្ចុប្បន្ននេះខ្ញុំនិយាយត្រឡប់ទៅកាន់អតីតកាលរបស់ខ្ញុំដូចជាក្នុង2020អញ្ចឹង2020ហ្នឹងខ្ញុំឡើងមកពេញញ៉ៃខ្ញុំចាប់បាត់ដល់2019ប៉ុន្តែគាត់ថា2020ខ្ញុំបានឡើងមកដល់ទីក្រុងភ្នំពេញហើយខ្ញុំបានធ្វើការគេធម្មតាចឹងទៅប៉ុន្តែមានថ្ងៃមួយហ្នឹងពូរបស់ខ្ញុំគាត់បើកហាងកាហ្វេហើយខ្ញុំអត់ដែលស្រឡាញ់ផ្នែកកាហ្វេហ្នឹងទេប៉ុន្តែដោយសារគាត់ហៅមកហើយខ្ញុំក៏ព្យាយាមធ្វើការមួយគាត់ចឹងទៅដល់ពេលដែលកំឡុងដែលខ្ញុំធ្វើការផ្នែកកាហ្វេហ្នឹងខ្ញុំធ្វើបានមួយរយៈហើយដោយសារកន្លែងហាងកាហ្វេដែលគាត់ធ្វើហ្នឹងដំបូងហ្នឹងគឺបើកនៅក្នុងឆ្នាំ2020អ្នកនរគ្នាដឹងហើយថាឆ្នាំ2020ហ្នឹងគឺខែគឺចាប់ផ្ដើមកូវីដហ្មងហើយចែកដនទៀតអ្នកនរគ្នាដឹងមិនអត់ហាងកាហ្វេហ្នឹងធ្វើឡើងក្នុងប្រហែលជាខែ1ខែ2ហើយខែ3គឺកូវីដចាប់ផ្ដើមបុកមកយកតែហ្មងអញ្ចឹងហើយហាងកាហ្វេហ្នឹងគឺអត់បានដំណើរការទៅជាប់ទេអញ្ចឹងចាប់ផ្ដើមបិទហាងនឹងផ្សេងហាងចេញប៉ុន្តែនៅអីវ៉ាន់ខ្លះដូចជាម៉ាស៊ីនកាហ្វេនិងសម្ភារៈមួយចំនួនទៅអញ្ចឹងគាត់ក៏បានមូពីហាងកាហ្វេហ្នឹងទៅជាតូបកាហ្វេមួយតូបកាហ្វេ1ម៉ែត្រកន្លះគុណនឹង1ម៉ែត្រកន្លះអញ្ចឹងទៅហើយខ្ញុំក៏បានមូពីហាងកាហ្វេហ្នឹងមកធ្វើនៅតាមតូបនឹងវិញនៅជ្រោយចវាអញ្ចឹងនៅជិតវងមូគុជកណ្ដងហើយកំឡុងពេលដែលលក់ជាមួយតូប1ម៉ែត្រកន្លះ4ជ្រុងហ្នឹងខ្ញុំលក់បានប្រហែលជាជិតកន្លះឆ្នាំដែរបងប្អូនគ្នាហើយលក់គឺមានម៉ួយធម្មតាម៉ួយអីគាត់ចូលមកធម្មតាមានច្រើនហើយដោយសារទី1កន្លែងហ្នឹងជាប់ផ្លូវធំហើយសងខាងអីមានធនាគារមានវិញអីចឹងទៅមានថាទីប្រជុំជនទីកន្លែងដែលល្អខ្លាំងមែនទែនអញ្ចឹងរួមជាមួយនឹងរសជាតិនៃកាហ្វេរបស់យើងធ្វើឆ្ងាញ់ទៀតមានថាភ្ញៀវគាត់មករហូតប៉ុន្តែដោយសារតូបកាហ្វេមួយហ្នឹងពូខ្ញុំក៏ចូលហ៊ុនគ្នាច្រើនអញ្ចឹងគាត់ពិបាកនៅក្នុងការបែងចែកភាគលាភហ្នឹងអញ្ចឹងគាត់ក៏ចាប់ផ្ដើមសេងតូបកាហ្វេហ្នឹងចេញហើយគាត់សួរខ្ញុំថាជីមីហ៊ានសេងយកតូបកាហ្វេហ្នឹងពីពូអត់អ្នកគ្នាកំឡុងពេលហ្នឹងខ្ញុំទើបតែចប់បាក់ដប់ភ្លាមទេហើយខ្ញុំឡើងមកពេញថ្មីប៉ុន្តែខ្ញុំហ៊ានសម្រេចចិត្តថាខ្ញុំទិញតូបកាហ្វេហ្នឹងពីគាត់ដែលគាត់លក់ឲ្យក្នុងតម្លៃ$6000